អូខេសួស្តីអ្នកនរគ្នាអញ្ចឹងឥឡូវយើងបន្តប្រជិតជាងទៀតអញ្ចឹងថ្ងៃមុនយើងបានធ្វើការ submit កាតទៅណាយើង submit កាតទៅប៉ុន្តែខ្ញុំឃើញថានៅពេលដែលវាចូលទៅក្នុង back end គឺវាចូលអត់ត្រឹមត្រូវតាក់ទងនឹងឈ្មោះណាអញ្ចឹងឥឡូវយើងមកមើលនៅ controller មកមើលនៅក្នុងនេះថាយើងបានបោះអីទៅត្រឹមត្រូវអត់ណាអញ្ចឹងអូខេពេលយើង submit នេះយើងមាន device យើងមាន name ចេះមកអូខេឥឡូវយើងទៅ check មើលនៅលើ repo អូខេយើងបោះ device បោះ name ទៅអញ្ចេះហើយអញ្ចឹងឥឡូវយើងទៅមើលនៅលើនេះទៀតអូខេនៅ API ដែលយើង submit ទៅអញ្ចឹងយើងមានបោះ name បោះ device ទៅហើយណាតែអីដែលវាចូលទៅគឺវាចូលអត់ត្រឹមត្រូវអញ្ចឹងយើងមកមើលនៅលើនេះវិញមើលពេលដែល submit នេះតើទិន្នន័យដែលចាប់នេះចាប់ត្រឹមត្រូវអត់ណាឥឡូវខ្ញុំ print នៅនេះមើលណាអូខេឥឡូវខ្ញុំ print device ID ហើយនឹងមួយទៀតខ្ញុំ print name យើង return សិនទៅកុំឲ្យវា call ទៅ server អូខេឥឡូវយើងមក check មើលអូខេខ្ញុំ add to cart មួយអូខេ submit ដាក់ឈ្មោះតារាចេះទៅអូខេឃើញថាចាប់ត្រូវហើយណាយើងមាន name យើងមានអីចឹងទៅអញ្ចឹងបើសិនជាអានេះវាត្រូវអញ្ចឹងយើងត្រូវទៅ check មើលនៅលើ API ដែលធ្វើការបោះទៅណាតើ API យើងគឺត្រឹមត្រូវអត់នៅ API client នេះយើងចាប់មកបានត្រឹមត្រូវអត់ណាអូខេជាមាន device អូខេឥឡូវខ្ញុំ through សិនអូខេ read through return មិនបានអត់ដែរអូខេ return now ចុះអានេះ return API response អញ្ចឹងខ្ញុំ through exception មើលសិនអូខេឥឡូវខ្ញុំ close នេះចោលខ្ញុំចុចម្ដងទៀតអូខេមកត្រឹមត្រូវហើយតែយើងឃើញថាវាចូលទៅវាចូលអត់ត្រឹមត្រូវណាអញ្ចឹងយើងមើលណា submit ម្ដងទៀតអូខេចឹងនេះ submit ទៅហើយខ្ញុំមក refresh នេះមើលអូខេឃើញថានៅចូលអត់ត្រូវដែរឥឡូវមើល database អឺអូខេអត់តន់ចូលទេឥឡូវយើងចេញសិនចេញឲ្យចូលវិញនៅមានកាតអត់នៅមានអត់តន់ទៅទេណាអូខេឥឡូវខ្ញុំ rebuild វាមួយចាស់អូខេឥឡូវខ្ញុំចុចsubmit ទៅតារា submit ទៅអូខេឥឡូវយើងអានេះអត់មាន response អីឥឡូវមកមើល database ចូលអត់អូខេចូលមកហើយទៅ customer name នៅតែអត់ត្រូវច្រើននេះហើយវាទៅចាប់ចេញជា device ID វិញណាអត់ត្រូវអឺ
chứ miền lại nhà múa dương bỏ tên này tới trình lầm chứ mà mơ kẹt submit nơi nế ok trăm trời tế nế device ID ném trời rồi ok chẳng bờ sân chỉ dương bỏ trời hai chẳng dương tầm mơ này mình tầm mơ super size bánh ta ta super size dươngคือthơ trời ọt nè ok rồi nhưng từ check mơ super size muối nơi lực kẹt ok super size trời hai chẳng chùm rơi trong cái đó cứ dương đi bạc về để nhận submit tới nè ok là nhưng mà open đi bạc mode là bay check mơ biết là vì trong trời ọt nó về nhận submit tới việc tới tầm tái vì ọt trời tam ấy để chẳng bán nữa nè ok là nhưng mà trên màu mùi sẵn ok cho next server call tới call tới server ấy add to cart là những submit muối ờ đã thật tạch đó ok này submit tới chứ như mơ hello nó về những bot tới thì chết lưu viêm á chứ nè mơ request bây giờ request giống bot ở trời vì một bà từ bạch hai nhé chứ mình chỉ cần học back end đấy chỉ cần học một bài mình chấm cộng phó ok lấy nhưng mơ này sẵn ờ, min device min name ô này kho nè kho nó lơ đi bầu nè ừ. Tôi vẫn đi bạc mấy cái ad đó nè nè thế chơi như cái nó lơ đi bầu này mà mình nhưng mệt khơi đáy ok lấy nhưng mà restart đòn tiếp ok lấy những p nhưng add to cart nhưng add muối hot americano thì chấn dương thư cái submit ờ, đã sọc tới submit phòng nhé submit thấy anh ấy dương ở toàn thời vì mình sẽ respond ấy á chơi giờ mà mơ nó lên cái máu này trời ừ. thế so dương ai thức ca submit vì mobile mà cho back end mà ấy
Giờនេះគឺជាទិន្នន័យដែលបាន submit មកចឹងនៅលើនេះគឺ is okay ហើយណាតែអីដែលត្រូវធ្វើបន្តទៀតណា workflow បន្តទៀតខ្ញុំប្រាប់តែខ្ញុំអត់ធ្វើឲ្យមើលទេអីដែលត្រូវធ្វើបន្តទៀត back end ក៏ខ្ញុំធ្លាប់បានប្រាប់ហើយបើអ្នកមើល back end ចប់មុនណាអឺ back end គឺយើង close ត្រឹមហ្នឹងបញ្ចេញហ្នឹងហើយយើងអាចធ្វើaccept cancel អីទៀតទៅណាហើយពេល accept cancel ហ្នឹងគឺយើង notify ទៅកាន់នៅ client side ដែលទៅលើ web របស់យើងណាអឺទៅលើ web ទៅលើ mobile ទៅមានណាយើងបោះ notification ទៅអញ្ចឹងយើងមាន notification មានអីទៅអញ្ចឹងពេលដែល load notification អី mobile ដឹងហើយណាថាអូខេnotification មកពេលយើង order ហ្នឹងគេ accept អត់អីចឹងទៅណាចឹងអានេះខ្ញុំធ្វើថែមតិចទៀតនៅលើ mobile ពេលដែលធ្វើការ submit ហើយគឺយើងអូខេ respond message ពី server side មកចឹងទៅថាអូខេorder success ហើយចឹង order success ហើយយើង back មកកន្លែងនេះវិញទៅណាអូខេចឹងវីដេអូក្រោយយើងទៅធ្វើ complete submit card ណា